យើងពិនិត្យមើលផ្នែកទេសចរកម្ពុជាវិញម្ដងតើទេសចរបរទេសធ្វើដំណើរទៅកម្ពុជាមានប៉ុន្មានណាអូខេយើងឃើញទេសចរទៅកាន់ប្រទេសកម្ពុជានៅឆ្នាំ20មានចំនួនទេសចរបរទេសទៅកាន់កម្ពុជាមានចំនួន1,310,000 នាក់ឆ្នាំ20ណាគឺជាការធ្លាក់ចុះជាងជិត 80% ដោយសារកូវីដឆ្នាំ21ធ្លាក់ចុះរឹតតែខ្លាំងទេសចរបរទេសទៅកម្ពុជាមានចំនួនតែ 200,000 នាក់ទេឆ្នាំ22ទេសចរបានកើនឡើងវិញបាន 2,280,000 នាក់ឆ្នាំ23ទេសចរកើនឡើងដល់ 5,450,000 នាក់ឆ្នាំ24ទេសចរមាន 6,700,000 នាក់គឺ 6,700,000 នាក់គឺស្មើនឹងមុនកូវីដវិញហើយឆ្នាំ25ទេសចរធ្លាក់ទៅវិញទេសចរបានធ្លាក់ទៅវិញប្រមាណជាជិត 14% ទេសចរបរទេសទៅកាន់ប្រទេសកម្ពុជាធ្លាក់នៅសល់ 5,600,000 នាក់ដូច្នេះកម្លាំងទេសចរដែលអភិវឌ្ឍនៅប្រទេសកម្ពុជាគឺខ្សោយជាទីបំផុតទេសចរខ្សោយជាទីបំផុតទេសចរនៅកម្ពុជាឡើងអស់ខ្លាំងហើយ 7 លាននាក់ 6,600,000 ទៅ 6,800,000 នាក់នេះគឺជាអ្វីដែលខុសគ្នាឆ្ងាយមែនតើណាខុសគ្នាឆ្ងាយមែនតើអូខេដែលខុសគ្នាឆ្ងាយមែនតើអាហ្នឹងអញ្ចឹងណាខុសគ្នាឆ្ងាយមែនតើត្រង់ហ្នឹងណាចៅកាលណាតាឃើញថាចៅមកចូលចិត្តធ្វើសេចក្តីល្ងងខ្លៅតាដេញចេញតាអត់ស្វាគមន៍ទេបន្តិចបន្តួចតាឲ្យនៅតែបើសិនជាចៅអត់គិតរៀនសូត្រតាក៏មិនស្វាគមន៍ដែរណាចាណាដូចជា BM21 មិញហ្នឹងដេញទៅផ្ទះបាត់ហើយអញ្ចឹងរឿងទេសចរប្រទេសកម្ពុជាយើងអាចនិយាយថាយើងធ្លាប់កសាងទេសចរបាន 7 លាននាក់ក៏ប៉ុន្តែបើយើងក៏លេខមើលតាំងពីឆ្នាំ21តាំងពីឆ្នាំ20រហូតដល់ឆ្នាំ25យើងគួរភ្ញាក់ផ្អើលថានៅឆ្នាំ25ទេសចរធ្លាក់ចុះវិញហើយនៅឆ្នាំ26នេះប្រហែលជាទេសចរមិនកើនឡើងទេធ្លាក់ចុះទៀតដោយសារអ្វីដោយសារប្រទេសយើងមានគ្រោះអាសន្នមួយគ្រោះចង្រៃមួយកើតឡើងគឺ scam នៅពេល scammer បានផ្ដល់លុយពណ៌ប្រផេះទៅឲ្យមន្ត្រីរាជការពុករលួយ scammer នឹងបំផ្លាញទេសចរកម្ពុជា scammer នៅពេលដែល scammer គេផ្សាយឧទាហរណ៍ថាប្រទេសយើងខំប្រឹងចំណាយលុយរាប់លានដើម្បី promote ទេសចរយើងត្រូវការចំណាយលុយរាប់លានដើម្បី promote ដើម្បីផ្សព្វផ្សាយទេសចរក៏ប៉ុន្តែបើសិនជាប្រទេសយើងខ្លាយទៅជាសម្បុកចោលអក្រិតជនអនឡាញអក្រិតជន scammer ចំណាយរាប់លានដុល្លារដើម្បី promote ទេសចរនឹងអាលាយហិនហោចអស់អញ្ចឹងឆ្នាំ2026នេះយើងមិនអាចមានទេសចរកើនឡើងទេហើយប្រសិនបើវាមានរោគឆ្លងនៅឥណ្ឌាទៀតអានឹងជន់កយើងទៀតព្រោះពលានយន្តហោះយើងហើយបងប្អូនមើលពលានយន្តហោះទៅដឹងហើយពលានយន្តហោះអាចគោអន្តរជាតិនៅខេត្តកណ្ដាលទៅមើលកៅអីសម្រាប់អ្នកដំណើរអង្គុយបងប្អូនដើរទៅមើលលេងទៅបងប្អូនទៅមើលខាងក្រៅក៏បានហើយបងប្អូនណាដែលឆ្លងចូល check in area បងប្អូនមើលទៅកៅអីអត់មានមនុស្សអង្គុយទេពលានយន្តហោះអាចគោអន្តរជាតិហ្នឹងអត់មានមនុស្សទេណាដូច្នេះការទូងស្គរការលោតកញ្ឆេងខ្លាំងបានធ្វើចប់សពគ្រប់ហើយណាចប់សពគ្រប់ហើយឥឡូវនេះដេកស្ងាត់ម្ដងបាទអត់មានទេមិនត្រឹមតែប៉ុណ្្នឹងរឿងឆ្អេះឆ្អាបកើតជាបន្តណារឿងឆ្អេះឆ្អាបកើតជាបន្តខ្ញុំមិនដឹងកន្លែងចតឡានហ្នឹងវាមានម៉ាស៊ីនប្រមាណទេណាប៉ុន្តែវាដូចជាលឺសូរលហៈលហៀងអ្នកចាញ់វីដេអូថាពេលទៅចតឡានហ្នឹងមានអ្នកធ្វើការនៅក្នុងច្រកចតឡានមួយអីបក់ដៃឲ្យចូលអីចាញ់មកវិញចោតប្រកាន់ថាអត់មានវិក័យប័ត្រអីអាហ្នឹងខ្ញុំមិនទាន់ដឹងទេរបស់អស់ហ្នឹងវាត្រូវតែជារបស់អូតូម៉ាទិកមានន័យថាយើងបើកឡានចូលទៅយើងយកវិក័យប័ត្រហើយយើងទៅចតឡាននេះយើងយកវិក័យប័ត្រចេញមកវិញដើម្បីបង់លុយណារឿងឆ្អេះឆ្អាបដែលចេញពីណារឿងឆ្អេះឆ្អាបដែលចេញពីពលានយន្តហោះអាចគោអន្តរជាតិហ្នឹងលឺសូរអញ្ចឹងឆ្អេះឆ្អាបច្រើនកន្លែងណាឆ្អេះឆ្អាបច្រើនកន្លែងហើយរឿងក្រៅពីរឿងឆ្អេះឆ្អាបអស់ហ្នឹងគឺរឿងយើងទៅមើលបងប្អូនណាដែលឆ្លងចូលទៅ check in area បងប្អូនមើល
ណាច្រកឡើងយន្តហោះមួយបើ domestic trip វិញអាកៅអីនោះអត់មាននឹងអង្គុយទេណាអត់មាននឹងអង្គុយទេឲ្យបងប្អូនទៅសង្កេតមើលចេះហាងលក់ទំនិញវាមាន2យ៉ាងមួយគេហៅនៅក្នុង check in area មួយទៀតនៅក្នុង outside បើវាមាននៅខាងក្រៅបងប្អូនទៅមើលតើហាងនឹងបើកគ្រប់ទេបើវាបើកអត់គ្រប់ទេហើយអត់មានមនុស្សទិញទេអានឹងដេកស្ងាត់អូខេដេកស្ងាត់ដេកស្ងាត់អាហ្នឹងគឺជារឿងមួយហើយនៅក្នុង check in area ក៏ចឹងយើងចាំមើលតើហាងដែលលក់ទំនិញមានមនុស្សចូលទិញទេព្រោះអត់មានមនុស្សចូលទិញទេកៅអីហ្នឹងវាអត់មានមនុស្សអង្គុយទេមានន័យថាអាចគោអន្តរជាតិហ្នឹងវាអត់មានអ្នកដំណើរច្រើនទេណាអាហ្នឹងទីតាំងវាធំបេះដូងវាធំណាប៉ុន្តែមាត់ក៏វាធំប៉ុន្តែកាពះវាក៏ធំហើយក្លៀនមានន័យថារកចំណូលអត់បានទេហ្នឹងអញ្ចឹងនេះគឺជាអ្វីដែលយើងមើលមិនមែនបង្អាប់ទេបងប្អូនរៀនមើលណាហើយមិនបានខ្ញុំនិយាយពីបញ្ហាខ្ញុំប្រាប់បងប្អូនពីព្រោះស្រុកយើងវាកំពុងតែលងនៅក្នុងការអួតការជោការ fake យើងត្រូវព្យាយាមដឹងអំពី fake ជោអួតអីសពគ្រប់ហ្នឹងបាទអញ្ចឹងព័ត៌មាននេះគឺតកតងនឹងរឿងទេសចរណាបងប្អូនណាសួស្ដីបាទLas Vegas Nevada ខ្ញុំ Rico Bar ខ្ញុំខានទៅ Las Vegas យូរហើយយូរមែនតើនិយាយឃើញខ្ញុំខានទៅ Las Vegas យូរហើយចុងក្រោយបំផុតឆ្នាំ91ឥឡូវយើងគិតមើល30ឆ្នាំជាងណាបាទខ្ញុំអត់ដែរទៅទេ Las Vegas អត់ដែរបានទៅទៀតទេស្វាយនឹងអូនអឿនរតនៈបើសង្គ្រាមលោកទី3កាត់ឡើងតើជីវិតមនុស្សសត្វរងប៉ះពាល់ដល់អាយុជីវិតប្រមាណភាគរយចៅវាអត់មានការសិក្សានៅក្នុងពិភពលោកស្ដីអំពីថាតើសង្គ្រាមនីមួយត្រូវស្លាប់អស់ប្រមាណលានរបួសប្រមាណលានអ្នកហើយខូចខាតប្រមាណម៉ឺនលានមិនមានទេណាកូនណាមិនមានទេมันមានការសិក្សារបៀបហ្នឹងណាបងអត់មានការសិក្សារបៀបហ្នឹងទេណាចៅអូខេអ្វីដែលខ្ញុំនិយាយអំពីការអភិវឌ្ឍនៃទេសចរនេះគឺមិនមែននិយាយបង្អាប់ជាតិឯងទេគឺនិយាយដើម្បីឲ្យដឹងថាកុំជឿការភូតរបស់ក្រសួងទេសចរកុំជឿការភូតកុហករបស់រាជការនៅពេលដែលចេះតែភូតយូរទៅគង់តែដល់ថ្ងៃមួយដាច់បាយឥឡូវវាអត់ទាន់ដាច់បាយទេវាអត់ទាន់ស្ងួតក្រពះទេប៉ុន្តែបើរាជការចូលចិត្តរឿងអួតដាច់បាយដូចនៅស្រុកចិនអញ្ចឹងសេដ្ឋកិច្ចអួតឥឡូវដាច់បាយហើយចិនមានបញ្ហារដ្ឋបហាទៀតគិតមើលហ្នឹងដោយសារអីដោយសារអួតណាដោយសារអួតគឺដាច់បាយគង់តែដល់ថ្ងៃដាច់បាយទេអញ្ចឹងដើម្បីឲ្យបងប្អូនប្រិយមិត្តកូនចៅបានយល់ដឹងអំពីរឿងហ្នឹងខ្ញុំនិយាយមិនមែនមកបង្អាប់ជាតិឯងទេចង់ឲ្យជាតិឯងហ្នឹងឡើងខំកើងប៉ុន្តែកុំកើងអត់បានទេបើសិនជាយើងរស់នៅក្នុងរណ្ដៅអួតជោហើយនឹង fake ណាអញ្ចឹងបាទចិនថាគុណត្រឹមត្រូវហើយប្រទេសណាដែលមានទេសចរចិនរញ៉ៃកុំថាឡើយទេសចរបរទេសកុំថាឡើយជនបរទេសចិនថាកន្លែងណានៅអាមេរិកនេះខ្ញុំបានមករស់នៅរដ្ឋខ្ញុំ20ឆ្នាំវាជិត20ឆ្នាំណាខ្ញុំមករស់នៅរដ្ឋខ្ញុំពីឆ្នាំ2006ឥឡូវឆ្នាំ2026វាជិត20ឆ្នាំហើយបាទវាជិត20ឆ្នាំហើយខ្ញុំមករស់នៅទីតាំងខ្ញុំនេះជិត20ឆ្នាំនៅទីក្រុង Washington នៅរដ្ឋធានី Washington មានផ្សារចិនណាមានផ្សារចិននៅរដ្ឋធានី Washington ក្មួយខ្ញុំនៅទីក្រុង New York ខ្ញុំរស់នៅនឹងផ្សារចិនខ្ញុំរកស៊ីនឹងផ្សារចិនខ្ញុំដើរលេងនឹងផ្សារចិនខ្ញុំស៊ីចុកបុកតាពេលអីនៅផ្សារចិនបើនិយាយទៅក្នុងមួយសប្តាហ៍មិនដែលខានខ្ញុំដើរផ្សារចិនមិនដែលខានទេក្នុងមួយអាទិត្យ7ថ្ងៃខ្ញុំដើរផ្សារចិន4ថ្ងៃដែរតែតាំងពីខ្ញុំមកនៅឯនេះផ្សារចិនរដ្ឋធានី Washington ខ្ញុំអត់ដែលជន់ទេក្មួយអត់ដែលជន់ផ្សារចិនរដ្ឋធានី Washington ទេហើយក៏មិនដែលមានចិត្តនឹកឃើញចង់ទៅផ្សារចិននោះដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេក្មួយសូម្បីតែហាងចិននៅនឹងម្ដុំខ្ញុំនេះហាងចិនខ្លះខ្ញុំអត់ចូលហ្មងមិនបានខ្ញុំអត់ចូលព្រោះខ្ញុំខ្ពើម
ខ្ញុំខ្ពើមមកហូបធ្វើស៊ីញ៉ៃញ៉ៃអីហើយមានហាងមួយខ្ញុំស្ដីឲ្យអ្នកធ្វើការនៅកន្លែងហ្នឹងខ្ញុំថាហាងហ្នឹងធំឈ្មោះវងជីចាប់ផ្ដើមស្មោកគ្រូកទៅណាសម្ដីរបស់អ្នកធ្វើការមិនល្អខ្ញុំស្ដីឲ្យខ្ញុំប្រាប់ថាតិចទៀតអ្នកឯងទាំងអស់គ្នានឹងអស់ការធ្វើហើយពីព្រោះមាត់អ្នកឯងវាស្អុយអ្នកឯងឃើញស្បែកខ្មៅមកទិញអីវ៉ាន់អ្នកឯងនិយាយអាក្រក់ពីគេអ្នកឯងនិយាយអាក្រក់ពីគេណាអ្នកឯងតិចទៀតអាលុំហើយឥឡូវហាងហ្នឹងពុជនិឋានឈ្មោះវងជីហ្នឹងអាលុំធំគ្រាន់បើនៅម្ដងខ្ញុំប្រាប់មីតកែហ្នឹងខ្ញុំប្រាប់ថាអ្នកឯងរស់ស៊ីមិនបានទេពីព្រោះអ្នកបំរើហ្នឹងមានមួយស្គមហ្នឹងមាត់វាមិនល្អខ្ញុំជិះអល់មុខមួយហ្នឹងខ្ញុំថាអ្នកឯងថ្ងៃក្រោយនឹងត្រូវរកការងារធ្វើពីព្រោះអ្នកឯងមិនបានប៉ះពាល់ឲ្យខ្ញុំទេប៉ុន្តែខ្ញុំលឺសូនអ្នកឯងអធិប្បាយអំពីភ្ញៀវបរទេសហើយនឹងស្រោមដៃអ្នកឯងកម្រក់ណាស្រោមដៃអ្នកឯងទៅចាប់ស្អីអ្នកឯងទៅចាប់ចង្កឹះចាប់លព្រាឲ្យភ្ញៀវអត់បានណាចុងក្រោយបំផុតខ្ញុំប្រាប់ហើយជាមួយខែក្រោយមកអារេស្តូរ៉ង់ហ្នឹងក៏ដួលទៅណាមួយរេស្តូរ៉ង់ហ្នឹងវាដួលមិនមែនដោយសារភ្ញៀវមិនចូលទេដោយសាររេស្តូរ៉ង់វាមិនមែនដួលដោយសារភ្ញៀវមិនចូលទេវាមិនមែនដោយសារភ្ញៀវខឹងទេព្រោះភ្ញៀវស្ដាប់វាមិនបានទេប៉ុន្តែអ្វីដែលខ្ញុំមើលឃើញរេស្តូរ៉ង់ហ្នឹងគឺអ្នកធ្វើការលួចលុយអ្នកគិតលុយដាក់ប៉ាល់នៅខាងខ្ញុំនៅ20ឆ្នាំខ្ញុំមិនដែលទៅជន់ផ្សារចិនទេខ្ញុំមិនដែលជន់ផ្សារចិនមកពីអីខ្ញុំមកដល់ឃើញហើយផ្សារយួននៅរដ្ឋ Virginia មានផ្សារយួនមួយឈ្មោះ Ed Dan ខ្ញុំទៅតែ2ដងក្រោយមកខ្ញុំអត់ជន់ខ្ញុំខ្ពើមខ្ញុំអត់ដែលទៅ Ed Dan រហូតដល់មានអ្នកទៅអីព្រោះខ្ញុំទៅ Ed Dan ខ្ញុំអត់ទៅដោយសារខ្ញុំខ្ពើមណាហើយខ្ញុំមនុស្សនៅផ្សារចិនណាឥឡូវ Ed Dan ហ្នឹងអាផ្សារយួនហ្នឹងក៏លក់មិនដាច់អង្គុយស្ងាត់ដោយសារអីស្មោកគ្រូកទោះបីខាងក្រសួងអនាម័យគេឲ្យជាប់ក៏ដោយប៉ុន្តែអាការស្មោកគ្រូកហ្នឹងថ្ងៃក្រោយអត់មានណាទៅទេសំស័កហេតុម្ដេចបាននៅអាមេរិកសម្បូរការងារច្រើននៅអាមេរិករដ្ឋាភិបាលសហរដ្ឋអាមេរិករសើបណាស់នៅអាមេរិករដ្ឋាភិបាលសហរដ្ឋអាមេរិករសើបជាទីបំផុតរដ្ឋាភិបាលនៃសហរដ្ឋអាមេរិករសើបណាស់នយោបាយមួយដែលរសើបជាងគេគឺនយោបាយមនុស្សអត់ការធ្វើនយោបាយមួយដែលរដ្ឋាភិបាលទោះបីគណៈបកណាឡើងកាន់តំណែងប្រធានាធិបតីដោយគឺដែលភ័យខ្លាចជាងគេគឺអត់ការងារធ្វើប្រជាជនអាមេរិកបង់ពន្ធច្រើនណាស់ប្រជាជនអាមេរិកធ្វើការលំបាកខ្លាំងណាស់មិនមែនលំបាកលីសែងទេតែលំបាកនឹងធ្វើការច្រើនម៉ោងណាស់ហើយប្រជាជនអាមេរិកស៊ីច្រើនចាំខ្ញុំសរសេរឲ្យយល់អំពីមូលហេតុអាមេរិកដើម្បីឲ្យបានយល់ក្នុងចំណុចនៃមូលហេតុអាមេរិកណាអាមេរិកអូខេតាមស៊ីច្រើនណាអាមេរិកស៊ីច្រើនណាស់បងអាមេរិកគឺជាជនជាតិមួយដែលក្នុងមួយថ្ងៃមាត់វាអត់បាត់ទេវាស៊ីហ្មងអញ្ចឹងហើយបាននៅសហរដ្ឋអាមេរិកមនុស្សថត់ណាមនុស្សថត់យ៉ាងម៉េចមិនសូវមានមនុស្សស្គមទេនៅអាមេរិកពពស៊ីនោះឪម៉ែស៊ីទៅពេលអត់ឈប់ទេណាអាចំណៃសម្រន់អាស្ករក្របអាស្អីក៏តស៊ីអូយស៊ីណាមនុស្សនៅស្រុកអាមេរិកស៊ីច្រើនណាអាមេរិកស៊ីច្រើនអាមេរិកមើលកង់ច្រើនណាអាមេរិកអូខេទិញនេះទិញនោះច្រើនអាមេរិកបើកឡានច្រើនអាមេរិកណាអាមេរិកប្រើប្រាស់របស់ខ្ជះខ្ជាយអាមេរិកប្រើអគ្គិសនីច្រើនណា
អានឹងខ្ញុំនិយាយឲ្យយល់ថាអាមេរិកហ្នឹងគឺជា largest consumer តែប្រែជាភាសាខ្មែរគេថាអាមេរិកស៊ីច្រើនអាមេរិកផឹកច្រើនអាមេរិកមើលកុនច្រើនអាមេរិកទិញនេះទិញនោះច្រើនអាមេរិកបើកឡានច្រើនអាមេរិកប្រើប្រាស់របស់ខ្ជះខ្ជាយអាមេរិកប្រើអគ្គិសនីគឺស្អីក៏អាមេរិកប្រើអាមេរិកគឺជា super consumer និយាយចំតែអាមេរិកគឺជា super consumer បាទ super consumer អូខេអាមេរិកគឺជាមនុស្សដែលចាយច្រើនស៊ីច្រើនផឹកច្រើនប្រើច្រើនគឺថាជា super consumer គេហៅថាមហាអតិថិជនដល់មហាអតិថិជនហ្នឹងគឺថាអាមេរិកត្រូវការលុយមូលហេតុដែលប្រទេសអាមេរិកគេបង្កើតប្រព័ន្ធប្រាក់ចំណូលគេឲ្យតាមម៉ោងហើយបន្ទាប់គេឲ្យតាមម៉ោងហើយគេបង្កើតប្រព័ន្ធប្រាក់ចំណូលគឺមនុស្សមួយចំនួនថ្ងៃប្រហោះបើកលុយមនុស្សមួយចំនួនទៀតថ្ងៃសប្តាហ៍បើកលុយប្រជាជនអាមេរិកចូលចិត្តបើកលុយរៀងរាល់សប្តាហ៍ណាអ្នកដែលបើកលុយ2សប្តាហ៍ម្ដងមិនសូវចូលចិត្តទេបើសិនជាយើងសួរអាមេរិកថាតើអ្នកចង់បើកលុយរៀងរាល់អាទិត្យទេរៀងរាល់ថ្ងៃសប្តាហ៍ទេឬដល់ថ្ងៃប្រហោះទេប្រជាជនអាមេរិកចង់បើកលុយប្រចាំសប្តាហ៍មូលហេតុដែលប្រជាជនអាមេរិកបើកលុយប្រចាំសប្តាហ៍ព្រោះត្រូវការលុយយកចាយត្រូវការលុយយកទៅចាយប្រជាជនអាមេរិកត្រូវការលុយយកទៅចាយអញ្ចឹងមានជនជាតិអាមេរិកខ្លះបើកលុយថ្ងៃសប្តាហ៍ថ្ងៃអង្គារអស់លុយចាយប្រជាជនអាមេរិក 90% បើកលុយថ្ងៃសប្តាហ៍សឹងតែចាយអត់ដល់ថ្ងៃសប្តាហ៍វិញទេគឺឪម៉ែចាយអញ្ចឹងហើយបានអាមេរិកខ្លាយទៅជា super consumer គឺថាមហាអតិថិជនដោយសារតែរឿងហ្នឹងបើសិនជាប្រទេសអាមេរិកអត់មានការងារធ្វើគឺចុយម៉ាយមកគឺថាតើអត់មានការងារធ្វើគឺអ្នកនយោបាយត្រូវធ្លាក់ពីតំណែងភ្លាមឧទាហរណ៍ដូចលោកโจ Biden គាត់អាលុំដោយសារអីអាលុំដោយសារវាអត់ការធ្វើកាលណាវាអត់មានការធ្វើកាលណាវាចេះតែចោះគឺត្រូវតែនេះអញ្ចឹងប្រធានាធិបតីអាមេរិកណាក៏ដោយឲ្យតឡើងកាន់តំណែងរៀងរាល់ស្ថិតិការងារគេហៅ unemployment report តែបច្ចុប្បន្ននៅក្នុងរវាង 4% បើ unemployment report វាចេញមកមនុស្សអត់ការងារធ្វើវាមានចំនួនកើនឡើងលើសពី 4% ប្រធានាធិបតីក៏ដោយអភិបាលរដ្ឋក៏ដោយអ្នកនយោបាយក៏ដោយគឺនឹងមានហានិភ័យធ្លាក់ពីតំណែងដូច្នេះហើយនយោបាយរបស់ប្រធានាធិបតីក្តីនយោបាយអភិបាលរដ្ឋក្តីនយោបាយសភាក្តីគឺតែងតែយកចិត្តទុកដាក់ទៅធ្វើម៉េចឲ្យអាមេរិកមានការងារធ្វើហើយដល់មានការងារធ្វើទៅត្រូវបង្កើតបាននៅគេហៅថាឧបត្ថម្ភ super consumer គឺការគ្រប់គ្រងអ្នកចាយអញ្ចឹងប្រជាជនអាមេរិកចាយឪម៉ែចាយបាទឪម៉ែចាយនៅក្នុងរយៈពេលនេះមាននយោបាយអន្តោប្រវេសន៍តាំងតែងនយោបាយអន្តោប្រវេសន៍តាំងតែងខ្ញុំមានការខ្ញុំគិតទៅបើបោះឆ្នោតខែវិច្ឆិកាណាវិច្ឆិកាយើងនេះណានៅសល់10ខែនេះខ្ញុំខ្ញុំគិតមើលប្រហែលជាកៅអីនៅរដ្ឋសភានិងព្រឹទ្ធសភារបស់គណៈបក្សសាធារណរដ្ឋប្រហែលជាអាចបាត់បង់ដោយសារអីដោយសារប្រជាជនអាមេរិកភាគច្រើនមិនសប្បាយចិត្តនឹងនយោបាយចាក់ចងរបស់ប៉ូលីសអន្តោប្រវេសន៍ដែលយើងឃើញនឹងទេមកពីអីមិនមែនគាត់កាន់ជើងជនអន្តោប្រវេសន៍ទេតែធ្វើឲ្យគាត់លំបាកធ្វើឲ្យបញ្ហាគាត់លំបាកអីលំបាកត្រង់ថាហាងទំនិញអីវាអត់លក់ដាច់មិនបានអត់លក់ដាច់វាកើតការជ្រុលច្បល់ចឹងទៅពលានយន្តហោះក៏វាមិនសូវអ្នកធ្វើដំណើរទៅកន្លែងដូចជារដ្ឋមីនីសូតាអីមិនសូវមានអ្នកទៅហាងទំនិញត្រូវអត់លក់អត់ដាច់ភោជនីយដ្ឋានក៏មិនដាច់មិនមែនដោយសារជនអន្តោប្រវេសន៍ទេបើអត់មានជនអន្តោប្រវេសន៍ធ្វើការរួមទាំងជោគព្រិលរួមទាំងកាត់ស្មៅកាត់មែកឈើអីសេវាកម្មសពគ្រប់ពីព្រោះកាលណាជនអន្តោប្រវេសន៍គ្នាភ័យអស់ទៅអាសេវាកម្មនោះវាមិនសូវមាននោះហើយនឹងការលក់ដូរតូចតែដតីទៀតតាំងពី 7-Eleven អីក៏លក់មិនដាច់ដល់លក់មិនដាច់អញ្ចឹងមនុស្សដតីហ្នឹងក៏មិនសូវដើរហើយអញ្ចឹងនៅតែផ្ទះអញ្ចឹងទៅវាអត់សុបាយចិត្តខ្ញុំនឹកឃើញថាបើបោះឆ្នោតខែ11នេះអាចគណៈបក្សសាធារណរដ្ឋនឹងរបូតកៅអីចេញពីខ្លួនពីព្រោះវាតាំងតែងខ្លាំងពេកណាហ្នឹងមួយទៀតទោះបីប្រេងឥន្ធនៈចុះថោកមែនតែប្រាក់ចំណូលអត់កើនឡើងទេណាប្រាក់ចំណូលគេធ្វើស្ថិតិតាមខែគេហៅ payroll report ណាវាមាន ADP report អីកាលណារបាយការណ៍ប្រាក់ចំណូលវាអត់កើនឡើងនៅពេលដែលទំនិញវាមិនចុះថ្លៃទោះប្រេងឥន្ធនៈចុះថ្លៃថោកក៏ដោយ
ក៏ការធ្វើដំណើរមិនសូវរហ័សរហួនដោយសារមានភាពច្បោកច្បល់ផងអីផងខ្ញុំគិតថាប្រជាជនអាមេរិកទទួលអារម្មណ៍ថាមិនសប្បាយចិត្តនៅពេលដែលប្រជាជនអាមេរិកទទួលអារម្មណ៍មិនសប្បាយចិត្តសន្លឹកឆ្នោតអាចមានការផ្លាស់ប្ដូរណាសួរថាកិច្ចការអញ្ចឹងលោកដូណាល់ត្រាំគាត់ដឹងទេដឹងចុះគាត់ដឹងមិនក៏គាត់មិនកែនយោបាយគាត់វាមានកិច្ចការរបស់គាត់នយោបាយគាត់មានកិច្ចការរបស់គាត់តាំងពីគាត់ឡើងធ្វើប្រទេសម្ដីហ្នឹងគាត់រកលុយបានឲ្យគ្នាគាត់ទទួលលុយរាប់ពាន់លានដល់100000លានគាត់ធ្វើកិច្ចការអញ្ចឹងគាត់ប្រហែលជាយកមួយឆ្នាំឬក៏ឆ្នាំ2026នេះដើម្បីជួយបពពួកគាត់នៅពេលដែលគាត់ត្រូវងាកមកដោះស្រាយបញ្ហាឲ្យប្រជាជនសប្បាយចិត្តទន្ទឹមគ្នានឹងគាត់ក៏ដឹងដែរថាបើសិនណាជាប្រជាជនអាមេរិកមិនសប្បាយចិត្តនឹងគាត់បោះឆ្នោតខែ11នេះខែវិច្ឆិកានេះនឹងអាចគណៈបកគាត់នឹងរបូតអាសនៈនៅសភានិងព្រឹទ្ធសភាគាត់ដឹងតែធម្មតានៅក្នុងឆាកនយោបាយការចាក់ចែងវាតែងតែជួបនឹងហានិភ័យអញ្ចឹងអ្វីដែលធ្វើនេះគឺតាមខ្ញុំគិតអាចនៅខែវិច្ឆិកាមានបញ្ហាណាមានបញ្ហាដោយសារអីដោយសារប្រជាជនអាមេរិកដូចជាមិនសូវសប្បាយចិត្តទេណាប្រជាជនអាមេរិកមិននិយាយទេក៏ប៉ុន្តែដូចជាមិនសូវសប្បាយចិត្តពីព្រោះការវាពាក្យមួយម៉ាត់នៅក្នុងភាសាអាមេរិកគេ convenience របស់ American way of life ហ្នឹងវាល្អអាក់ល្អួលប្រជាជនអាមេរិកតែរអាក់រអួលក៏បោះឆ្នោតទម្លាក់អ្នកនយោបាយចោលហើយណាប្រទេសនេះគឺអញ្ចឹងហើយចុះប្រទេសបារាំងតែក៏ដូចតែគ្នាដែរប្រជាជនបារាំងត្រូវការស្អីប្រជាជនបារាំងមិនដែលបោះឆ្នោតឲ្យអ្នកនយោបាយណាដែលខ្លួនមិនចូលចិត្តទេណាអញ្ចឹងហើយបានជាគណៈបកស្ដាំនៅស្រុកប្រាំងងាយជាប់ឆ្នោតទេពីព្រោះប្រជាជនបារាំងចូលចិត្ត welfare ចុះប្រជាជនអាមេរិកអត់ចូលចិត្ត welfare ទេចូលចិត្តចាញ់ទៅធ្វើការយកលុយមកចាយណាក៏បែកគូធំណាអាមេរិកចូលចិត្តស៊ីចូលចិត្តផឹកចូលចិត្តសែបចូលចិត្តសុចបាននិយាយពីស៊ីផឹកសែបសុចប្រជាជនអាមេរិកវាចូលចិត្តស៊ីផឹកសែបសុចជាងខ្មែរយើងរហូតដល់300ទៅ1000ដងអញ្ចឹងនៅពេលដែលខ្ញុំនិយាយថាខ្មែរឥឡូវស៊ីផឹកសែបសុចមិនមែនមានន័យថាស៊ីផឹកសែបសុចនឹងអត់ល្អទេស៊ីផឹកសែបសុចអត់ល្អគឺសេដ្ឋកិច្ចវាអត់ល្អស៊ីផឹកសែបសុចនេះបើសិនជាប្រជាជនខ្មែរមានសេដ្ឋកិច្ចល្អអារឿងស៊ីផឹកសែបសុចនេះវាជួយទីផ្សារសូមបញ្ជាក់ថាស៊ីផឹកសែបសុចមិនមែនអាក្រក់ទេដែលវាអាក្រក់ហ្នឹងស៊ីផឹកសែបសុចពីលុយពុកអលួយអាហ្នឹងបានវាអាក្រក់តែបើប្រជាជនហ្នឹងនាំគ្នាស៊ីផងផឹកផងសែបផងសុចផងដោយសារមានការងារធ្វើសេដ្ឋកិច្ចវាកើនអញ្ចឹងស៊ីផឹកសែបសុចនេះវាមានមួយខាងអាក្រក់មួយខាងល្អនៅប្រជាជនបារាំងអីស៊ីផឹកសែបសុចមិនច្រើនទេណាអាល្លឺម៉ង់ក៏មិនច្រើនអង់គ្លេសក៏មិនច្រើនដែរណែឪម៉ែស៊ីផឹកសែបសុចនៅអាមេរិកកាណាដាក៏មិនច្រើនដែរហ្នឹងអញ្ចឹងការសិក្សាសេដ្ឋកិច្ចនេះយើងត្រូវយល់ណាបងណាហ្នឹងអញ្ចឹងណាចម្លើយថាម៉េចសម្បូរការងារធ្វើហ្នឹងគឺជានយោបាយរបស់រដ្ឋាភិបាលណាសុំសាក់ឧបមាថាប្រជាជនខ្មែរហ្នឹងចេះតែបាតកម្មរឿងអត់ការងារធ្វើយូរទៅរដ្ឋាភិបាលហ៊ុនម៉ាណែតហ៊ុនសែនហ្នឹងលែងអួតហើយត្រូវរកការងារធ្វើឲ្យប្រជាជនធ្វើតែឥឡូវហ្នឹងហ៊ុនសែនហ៊ុនម៉ាណែតនៅចូលដោយសារប្រជាជនហ្នឹងអត់តន់នឹកឃើញធ្វើបាតកម្មបន្តិចសិស្សសាលាធ្វើបាតកម្មថារៀនចប់ឆ្នាំទី12អត់ការងារធ្វើបន្តិចសិស្សមហាវិទ្យាល័យធ្វើបាតកម្មថារៀនចប់បរិញ្ញាហើយអត់ការងារធ្វើបន្តិចអាជីវករលក់ដូរធ្វើការទាំងហាយថាលក់ដូរមិនដាច់បន្តិចមន្ត្រីរាជការថាអត់មានលុយចាយឲ្យតែធ្វើបាតកម្មយូរទៅរាជការហ៊ុនសែនភ្ញាក់កំណើតដែរណារយៈកាលកន្លងមករាជការហ៊ុនសែនហ៊ុនម៉ាណែតបានបង្ក្រាបប្រជាជនឲ្យបាក់តែបើប្រជាជនចេះរកល្បិចធ្វើបាតកម្មអហិង្សាណាអហិង្សាកុំស្រែកលោឡាកុំអីណាបន្តិចទៅសិស្សធ្វើបាតកម្មបន្តិចមន្ត្រីរាជការធ្វើបាតកម្មបន្តិចអ្នកស្រុកធ្វើបាតកម្មទៅប៉ុន្តែឲ្យចេះធ្វើបាតកម្មអហិង្សាណាការបង្ហាញនៅការលំបាកដោយអត់ស្រែកលោឡាណាហ៊ុនសែនប្រើកថាប្រើចៃណាប្រើឆ្កែរបស់ខ្លួនឲ្យទៅខំគេដោយអាពេលផៃវណ្ណៈអីប៉ុន្តែបើសិនជាប្រជាជនខ្មែររលល្បិចបង្ហាញមនោសញ្ចេតនាឲ្យរាជការហ៊ុនសែនដឹងថាជីវិតរបស់ខ្លួននឹងមិនសុខស្រួលយូរទៅរាជការហ៊ុនសែនក៏ខំប្រឹងធ្វើការរយៈកាលកន្លងមករាជការហ៊ុនសែនមិនខំប្រឹងធ្វើការដោយសារបង្ក្រាបគេបានដោយសារមានអារ៉ាំងស៊ីជួយអារ៉ាំងស៊ីនេះធ្វើបាតកម្មដើម្បីឲ្យហ៊ុនសែនបង្ក្រាបដល់ហ៊ុនសែនបង្ក្រាបទៅប្រជាជនបាក់ស្បាត
រាំងស៊ីនេះវាបំរើហ៊ុនសែនទេណាវាអត់ខុសគ្នាពីពួក LDP ទេអាសនាវាបំរើហ៊ុនសែនទេណាតែបើសិនជាមានអ្នកនយោបាយណាមួយថាធ្វើអីក៏ដោយកុំឲ្យមានហិង្សាកុំឲ្យមានលោឡាណាគ្រាន់តែបញ្ចេញនៅភាពគេហៅថាភាពលំបាកណាបើចេះធ្វើចិត្តសាស្ត្ររាជការហ៊ុនសែនថ្ងៃក្រោយខំធ្វើការតែរាជការហ៊ុនសែនសប្ងៃខ្ជិលអត់ធ្វើការអីហ្នឹងមកពីរាជការហ៊ុនសែនអាងថាមានឆ្កែមានពេលមានកថាណាដូចឥឡូវហ្នឹងអាស្អីឈ្មោះអីឈ្មោះវាអាស្អីអាទូចសក់ហ៎ទូចសក់ហ្នឹងមានន័យថាពងក្តរខ្លីហើយតូចណាអាទូចសក់វាខំទៅសេសភៅមួយវាថាសង្គ្រាមឈ្នះថៃណាអូខេវាទៅសេមកវាបោះពុំក្រសភៅអីឡើងស្អាតទោះបីយ៉ាងណាក៏អានោះกระดาษកាត់អាចណាកុំតែមានដាក់រូបស្ដាច់នៅលើហ្នឹងកុំអីគេយកកាត់អាចបាត់មិនបានគេយកកាត់អាចបាត់ពីព្រោះប្រជាជនដឹងច្បាស់តែវាអត់មានឈ្នះនឹងមួយទៀតអាទូចសក់ហ្នឹងខំប្រឹងទៅអ្នកតាឃ្លាំងមឿងទោះបីទៅក៏ប្រជាជនអត់មានជឿអីណាទៅបួងសួងអីសំយាយសំតាអីជួយការពារអីក៏អត់មានដែរវាអស់ហើយអាពួកចៃពួកកថាដែលផ្សាយពីរឿងអីបារមីប្រាសាទតាកបីទៅកាច់សរិនធនអីក៏វាលែងមានដែរពុកសំណួរសួរថាបើបារមីចេះកាច់សរិនធនមិនក៏មិនចេះការពារប្រាង្គប្រាសាទតាខ្វៃតាកបីហ្នឹងបើដាក់ទៅបាក់ទាំង5ទៀតហ្នឹងណាអាហ្នឹងអញ្ចឹងដូច្នេះការដែលខំប្រឹងភូតហ្នឹងណាសប្ងៃតាំងពីសៀមវាយប៉ោងខោបាក់តបមកហ៊ុនសែនភូតលែងបានច្រើនហើយណាហើយចៃហ៊ុនសែនភូតអត់រួចទេដាក់អារឿងភូតមកអត់ដើរទេឥឡូវនេះភូតរឿងទំហំពាណិជ្ជកម្មឡើង 18% អីណាស្អីហ្នឹងក៏ភូតយ៉ាងណាក៏ដោយក៏ប្រជាជនដឹងថាអ្នកដែលភៀសខ្លួនហ្នឹងអត់មានអីស៊ីអ្នកដែលសៀមប៉ត់យកដីហ្នឹងអត់បានផ្ទះសម្បែងមកវិញមនុស្សអត់មានការងារធ្វើហើយលក់ដូរក៏មិនសូវដាច់អញ្ចឹងអាការភូតហ្នឹងភូតចុះភូតឡើងទៅដូចតែសពចិនអញ្ចឹងអត់ដឹងរឿងណាអត់ដឹងទេมันអាចដឹងបានទេมันអាចទៅជឿអីលើការភូតនឹងបានទេខ្មែរភ្ញាក់ខ្លួនច្រើនដែរតាំងពីសៀមវាយហ៊ុនសែនបាក់តបមកខ្មែរភ្ញាក់ខ្លួនច្រើនដែរ